ចាបងប្អូនថ្ងៃនេះគឺចេញពីភ្នំពេញស្រាងទៅខេត្តតែម្ដងព្រោះដោយសារថ្ងៃនេះគឺយើងមានជាមួយនឹងកម្មវិធីពួកម៉ាក់ចាចឹងហើយឥឡូវនេះពេលល្ងាចយើងធ្វើការតែងខ្លួនអីហើយបងប្អូនចាអញ្ចឹងបន្ទាប់ពីតែងខ្លួនហើយយើងដាក់មកប៉ោពីប៉ោ selfie អីចឹងទៅហើយបងប្អូនសម្រាប់ខ្ញុំវិញខ្ញុំនិយាយមែនឲ្យតែថាការមិត្តភ័ក្តិឲ្យតែថ្ងៃការខ្ញុំនឹងមិត្តភ័ក្តិរបស់ខ្ញុំទៅបងប្អូនហើយនិយាយពីថាគឺត្រូវតែទៅសងគេវិញតែម្ដងចាទោះបីជារវល់យ៉ាងណាក៏ដោយគឺត្រូវតែទៅអត់មានអត់ទៅទេណាចាសូមឲ្យគេពេលការឯងគេមកពេលការខ្លួនឯងវិញនិយាយពីថាផ្ទះឆ្ងាយនិយាយពីថារវល់នេះរវល់នោះចាអញ្ចឹងក្នុងនាមវាមិត្តភ័ក្តិបើអញ្ចឹងពេកដូចវាកើតបើថានៅស្រុកគេទៅវាប្រយ័ត្នអញ្ចឹងបើថានៅចិត្តនឹងទេបងប្អូនអើយចាទៅចូលរួមការទៅអញ្ចឹងអាពាហ៍ពិពាហ៍មួយចាចំណងដៃក៏ចង់បានមិត្តភាពក៏ចង់បានមិនចង់បានតែមិត្តភាពចង់បានចំណងដៃឯណាចាគឺទាំងពីរតែម្ដងបងប្អូនចានេះគេហៅថារឿងប៉ិតតែម្ដងចាហើយមិត្តភ័ក្តិខ្ញុំបងប្អូនចាខ្ញុំអត់ដែរចោលគេទេការមុនខ្ញុំចោលមិត្តភ័ក្តិខ្ញុំមួយប៉ុន្តែចងដៃចងអីធម្មតាគ្រាន់តែយើងអត់បានចូលរួមអញ្ចឹងឯណាគេមកការយើងតែយើងអត់បានទៅការគេដោយសារអីកាលហ្នឹងខ្ញុំទម្ងន់ពុតធំហើយចិត្តគ្រប់ខែទៀតហើយក៏សុំទោសមិត្តភ័ក្តិដែរអញ្ចឹងឯណាបងប្អូនចាហើយសម្រាប់មិត្តភ័ក្តិក្រោយនេះបងប្អូនហើយចាឥឡូវនេះគេថាអត់ទាន់ត្រូវការទម្ងន់ទៀតទេការពួកម៉ាក់អស់សិនចាព្រោះពួកម៉ាក់ឥឡូវងាយរកទេមិត្តល្អអីណាបងប្អូនចាអញ្ចឹងគឺយើងគេមកការយើងត្រូវតែមកទៅការគេវិញចាកុំរបៀបថាខ្លួនឯងរួចហើយចាគ្នាអត់មានភ្ញៀវមានអីចឹងណាបងប្អូនចាព្រោះភ្ញៀវភាគច្រើនមានតែមិត្តភ័ក្តិហ្នឹងចាមិត្តភ័ក្តិជួយគ្រប់គ្រងមិត្តភ័ក្តិអីអញ្ចឹងទៅបើមិត្តភ័ក្តិមិនជួយគ្រប់គ្រងគ្នាចានេះមិនហៅការរាប់អានទេអញ្ចឹងការរាប់អានចាផ្ដល់ទាំងក្តីស្រឡាញ់ផ្ដល់ទាំងទំនុកចិត្តចាអញ្ចឹងបើគេមកហាក់យើងហើយយើងត្រូវទៅគេវិញចាអ្វីសំខាន់បងប្អូននេះមកមើលជាមួយនឹងមុខម្ហូបរបស់យើងនេះគឺឆ្ងាញ់ខ្លាំងមែនតើបងប្អូនអើយចាខ្ញុំនិយាយមែនអានេះលើកទី1ដែលខ្ញុំបានមកញ៉ាំការគេខ្ញុំញ៉ាំម្ហូបឆ្ងាញ់ណាចាជីទូទៅដូចជាមិនសូវឆ្ងាញ់ទេចាតែមកមើលការលើកនេះចាគឺខ្ញុំថតម្ហូបថតអីចឹងហ្មងដោយសារអីម្ហូបវាឆ្ងាញ់មែនតើនិយាយពីថារឿងឆ្ងាញ់វិញគឺឆ្ងាញ់គ្រប់មុខតែម្ដងបងប្អូនចាម្ហូបគេមានច្រើនមុខចាម្ហូបគេមានច្រើនមុខខ្លាំងតែហើយឆ្ងាញ់ខ្លាំងតែហើយខ្ញុំបងប្អូននិយាយពីថាយើងញ៉ាំប្រញាប់បងប្អូនចានិយាយថាឆ្ងាញ់អូឆ្ងាញ់ហើយឡើងហល់ហើយនិយាយមែននេះនិយាយធៀបប៉ិតតែញ៉ាំការគេឆ្ងាញ់ចាហើយប្រញាប់នេះសូត្រមកផ្ទះវិញដោយសារផ្ទះយើងវារឿងឆ្ងាយចឹងណាចានិយាយពីថាតកង់ឡាននេះជូនទៅជូនមកបងប្អូនអើយចាអញ្ចឹងសំខាន់ណារឿងដែលសំខាន់ចឹងនិយាយថាបើគេទៅការយើងហើយយើងកុំភ្លេចទៅការគេវិញផង